ពាក្យថារវល់អ្នកណាក៏រវល់ដែរឥឡូវបើសិនជាយើងមានដៃគូមានភរិយាមានប្រពន្ធមានកូនរឿងបែងចែកពេលវេលានោះគឺវាមិនមែនជាពេលវេលាផ្ទាល់ខ្លួនយើងទេពេលវេលាត្រូវបែងចែកជា2ជា3ចំណែកផ្សេងគ្នាហើយវាមិនមែនជាការឆ្លៀតឱកាសឬមួយក៏ការបំពេញអីទេប៉ុន្តែវាជាតួនាទីវាជាកាតព្វកិច្ចដែលយើងត្រូវបំពេញយើងត្រូវបែងចែកពេលវេលារបស់យើងឧបមាថាយើងមានពេលវេលាសម្រាប់ភរិយារបស់យើងជាដៃគូរបស់យើងឬក៏ត្រូវបែងចែកពេលវេលាមួយផ្នែកទៀតទៅកាន់កូនរបស់យើងដែលគាត់ត្រូវការយើងត្រូវការកសាងមនោសញ្ចេតនាអីមួយយើងចឹងឬអាចដល់មួយផ្នែកទៀតចំណាយពេលជាមួយនឹងឪពុកម្ដាយអីផ្សេងបើនិយាយពីរវល់អ្នកណាក៏រវល់ដែរប៉ុន្តែធ្វើមកយើងឆ្លៀតពេលបើសិនជាការដែលយើងទំនេរហើយយើងទៅធ្វើរឿងផ្ទាល់ខ្លួនអាហ្នឹងវាជារឿងមួយដែលយើងមិនទាន់មានដៃគូបាទយើងអត់មានគ្រួសារលក្ខណៈជីវិតឯកជនប៉ុន្តែនៅពេលដែលយើងមានគូមានភរិយាមានប្រពន្ធមានកូនបាទគឺយើងត្រូវបែងចែកពេលវេលាឲ្យល្អល្អរវល់ការងាររវល់កិច្ចការរកស៊ីប្រកបរបរចិញ្ចឹមជីវិតកិច្ចការជីវិតផ្សេងគឺយើងរវល់គិតថាអ្នកណាក៏រវល់ដែរតែការឆ្លៀតពេលដើម្បីបំពេញតួនាទីដើម្បីបំពេញកាតព្វកិច្ចហ្នឹងក៏យើងត្រូវតែមាន schedule របស់យើងដែរมันអាចមួយអាទិត្យទល់មួយអាទិត្យមួយខែទល់មួយខែយើងមិនដែលមានពេលវេលាសូម្បីតែជាមួយគ្រួសារទទួលស្គាល់យើងត្រូវបំពេញកិច្ចការងារដើម្បីចិញ្ចឹមជីវិតរកចំណូលអីផ្សេងហើយក៏ប៉ុន្តែក្នុងនោះក៏យើងមាន schedule តូចមួយដើម្បីគ្រួសារយើងដែរដើម្បីដៃគូយើងដែរដើម្បីកូនយើងដែរបើសិនជាយើងអាចបែងចែកពេលវេលាឬ schedule សម្រាប់ពួកគាត់គឺជាសញ្ញាណមួយនៃការកសាងមនោសញ្ចេតនាក្នុងគ្រួសារនោះឲ្យមានភាពស្និទ្ធស្នាលជាទូទៅនៅក្នុងសង្គមខ្មែរយើងសង្កេតឃើញថាគេបានចាត់ទុកឪពុកឬក៏ជាមនុស្សប្រុសឬក៏ជាប្តីនៅក្នុងគ្រួសារគឺជាបុគ្គលគ្រួសារដ៏ធំមួយព្រោះក៏យើងនិយាយនៅជាទូទៅថាមេគ្រួសារជាទូទៅឃើញពួកគាត់សោះក្រោះរវាងមនោសញ្ចេតនារវាងកូនក៏ដូចជាឪពុកម្ដាយផ្សេងគាត់សោះក្រោះដោយសារគាត់រវល់តែបំពេញកិច្ចការងារជីវិតប្រកបរបររកស៊ីចិញ្ចឹមជីវិតផ្សេងរហូតអត់មានពេលជាមួយនឹងសង្គមគ្រួសារគាត់មានពេលវេលាជាមួយនឹងសង្គមការងារសង្គមខាងក្រៅក៏ប៉ុន្តែគាត់អត់មានពេលវេលាជាមួយសង្គមគ្រួសារកន្លែងហ្នឹងហើយដែលធ្វើឲ្យមនោសញ្ចេតនារបស់គ្រួសាររវាងកូនក្តីរវាងជាពិសេសកូនធ្វើឲ្យមនោសញ្ចេតនាវាអន់ថយវាសក់ក្រោះភាគច្រើនទំនោរស្រឡាញ់ទៅខាងម្ដាយច្រើនជាងចិត្តចឹងខ្ញុំគិតថាការចំណាយពេលវេលាជាមួយនឹងគ្រួសារឆ្លៀតពេលវេលាបែងចែកពេលវេលាជាមួយគ្រួសារវាជារឿងដែលសំខាន់អញ្ចឹងខ្ញុំគិតថាជាចំណុចដែលគួរតែចាប់ផ្ដើមបែងចែកពេលវេលាការងារពេលវេលាសម្រាប់គ្រួសារឬក៏ពេលវេលាដំណើរកម្សាន្តផ្សេងនៅក្នុងជីវិតហ្នឹងវាគួរតែមានបើជាមួយខ្ញុំផ្ទាល់ខ្ញុំរវល់ច្រើនជាមួយការងារប្រចាំថ្ងៃរបស់ខ្ញុំដោយសារខ្ញុំបំពេញការងារជាមួយនឹងក្រុមហ៊ុនឯកជនមួយរវល់ប៉ុន្តែខ្ញុំនឹងបែងចែក schedule របស់ខ្ញុំជាមួយនឹងដៃគូខ្ញុំដែរតួយ៉ាងសូម្បីតែថ្ងៃអាទិត្យក្តីបើសិនជាអាចខ្ញុំ clear ការងារកន្លែងខ្ញុំបានត្រឹមមួយព្រឹកគឺខ្ញុំមានពេលជាមួយគ្រួសារខ្ញុំជាមួយដៃគូរបស់ខ្ញុំហ្នឹងគឺមួយរសៀលឬក៏មួយល្ងាចអញ្ចឹងទោះបីជារវល់ប៉ុន្តែព្យាយាម clear ដោយសារខ្ញុំគិតថាវាជាតួនាទីនិងកាតព្វកិច្ចរបស់ខ្ញុំហើយត្រូវបែងចែកពេលវេលាជូនគាត់ព្រោះក្រៅពីលុយកាក់ប្រាក់កាយផ្សេងដែលគាត់ត្រូវការនោះក្នុងនោះក៏គាត់ត្រូវការពេលវេលាជាមួយយើងដែរក៏គាត់ត្រូវការពេលវេលាដែលស្និទ្ធស្នាលជាមួយនឹងយើងដែរត្រូវការពេលវេលាដែលត្រូវកន្លែងលេងសើចអីជាមួយយើងដែរជាដើមបើទោះបីជាមិនបានទៅដើរលេងអីផ្សេងក៏ប៉ុន្តែបើសិនជាឆ្លៀតបានវាជារឿងដែលល្អបើសិនជាឆ្លៀតបានទៅដើរលេងកន្លែងណាមុខវិញជាមួយគ្នាជាដើមអានេះតួយ៉ាងឧទាហរណ៍តែតកតងជាមួយនឹងចំណាយពេលជាមួយនឹងដៃគូរបស់យើងទេអត់ទាន់មានចំណាយពេលជាមួយនឹងកូនរបស់យើងទៀតទេអ
ចឹងជាហេតុកន្លែងហ្នឹងហើយដែលខ្ញុំបានដឹងអំពីទូនាទីនិងកាតព្វកិច្ចហ្នឹងហើយទើបខ្ញុំព្យាយាមឆ្លៀតពេលវេលាជាមួយគាត់ទោះបីជារវល់យ៉ាងណាក៏ខ្ញុំព្យាយាមឆ្លៀតអញ្ចឹងហើយធ្វើឲ្យតំណែងមួយហ្នឹងវាអត់សោះអាក្រក់ពេកទេតែបើសិនជាយើងបង្ងើយខ្លាំងពេកតំណែងមួយហ្នឹងវានឹងប្រែคล้ายទៅជាតំណែងដែលសោះអាក្រក់បាទបើមិនជឿគឺអាចសាកបានបើសិនជាមិនមានពេលវេលាជាមួយគ្នារវល់រៀងខ្លួនមួយថ្ងៃចាំដល់សៅរ៍ដល់អាទិត្យមិនមានពេលវេលាជាមួយគ្នាសោះសឹងតែជួបគ្នាពេលខ្លះដៃគូស្នេហាយើងមិនមានពេលវេលាមិនមានពាក្យអីត្រូវនិយាយគ្នាផងដោយសារតែវាស្ទើរតែភ្លេចពាក្យពេចន៍ល្អនិយាយជាមួយគ្នាបាត់ហើយចឹងត្រឡប់មកវិញគឺពេលវេលាដែលយើងបែងចែកជាមួយនឹងដែលយើងគួរតែបែងចែកផ្ដល់ជូនទៅឲ្យខាងដៃគូរបស់យើងឬក៏មនុស្សដែលយើងស្រឡាញ់ហ្នឹងគឺជារឿងដែលសំខាន់មែនទែន